យើងត្រូវគិតគូរអំពីការរៀបចំចរន្តនៃចរាចរណ៍ផងហើយរឿងនេះឯកឧត្តមសាយសម្បាល់បានពិភាក្សាជាមួយនឹងឧត្តមពេញពនីជាមួយក្រុងពិនិត្យមើលព្រោះបើសិនជាមនុស្សកាន់តែច្រើនយើងរៀបអត់មានលំដាប់លំដោយសណ្ដាប់ធ្នាប់វាស្ទះហើយប៉ុន្តែបើរៀបលំហូរបានល្អផ្លូវណាផ្លូវទិសតែមួយប្រមាណផ្លូវហើយរៀបបើថាល្អកុំរៀបតែមួយប្លុកគឺរៀបមកក្រុងតែម្ដងដើម្បីលំហូរព្រោះវាផ្ទះកន្លាព្រោះបើយើងរំដោះតែមកកន្លែងនេះចេញមកដល់ជាប់កដកដដែលចឹងបានថ្ងៃមុនខាងសាធារណការដឹកនាំប្រជុំជាមួយវិស័យឯកជនចង់សិក្សាអំពីការតភ្ជាប់ពីអរិយស័ព្ទបន្ថែមមកខាងភ្នំពេញខ្ញុំថាកន្លែងដែលចរាចរណ៍មកត្រូវគិតអ្នក design បានតែថាធ្វើម៉េចពេលចូលហើយពេលចេញកុំឲ្យស្ទះត្រូវហើយអានឹងធ្វើស្រួលណាស់ប៉ុន្តែកុំភ្លេចពេលដែលចេញមកនេះវាត្រូវស្ទះតាមចរន្តរួចទៅហើយអញ្ចឹងបាទផ្លូវដែលតភ្ជាប់មកនឹងវាស្ទះរួចទៅហើយកុំយកអាកន្លែងហ្នឹងទៅដាក់ព្រោះអានឹងវាបង្កើនភាពកកស្ទះបន្ថែមបាទព្រោះបើតសៃឈាមចូលក្នុងបេះដូងនឹងវាស្ទះនៅកន្លែងដើមដៃកន្លែងអីគេជួសជុលវាកន្លែងហ្នឹងហើយរៀបលំហូរវាមិនមែនមកតែក្នុងបេះដូងទេអញ្ចឹងហើយការគិតគូរទាំងអស់នេះគឺខ្ញុំគាំទ្រដែលក្រសួងដែនដីនគររូបនីយកម្មជាមួយមន្ទីរសាធារណការជាមួយរដ្ឋបាលរាជធានីភ្នំពេញជាមួយក្រសួងសាធារណការដឹកជញ្ជូនគិតគូរអាហ្នឹងបាទព្រោះឥឡូវផ្លូវយើងមិនអាចពង្រីកបន្ថែមទៀតទេពង្រីកអស់ហើយបាទកន្លែងខ្លះយើងពង្រួមសួនច្បារយើងពង្រួមចៅមកហើយនៅតែប៉ុណ្ណឹងយើងមិនអាចវាយផ្ទះចោលបានទេព្រោះប្រជាជនយើងរស់នៅពេលជាមួយគ្នាចំនួនរថយន្តចំនួនឡានចំនួនម៉ូតូចំនួនរថយន្តក្រុងចំនួនអាផាសអាប់ចំនួនអាកង់3កាន់តែកើនអញ្ចឹងត្រូវមានការគិតគូរពីលំហូរបាទជាអៀតមែនមនុស្សច្រើនមែនតែបើលំហូរវាស្រួលអាហ្នឹងដូចផ្លូវមួយមនុស្សណែនអញ្ចឹងបើសិនជាផ្លូវហ្នឹងវាអត់កលងឡានបើកទេទៅឆ្វេងច្បាមគឺស្ទះហើយបុកគ្នាស្ទះហើយតែបើយើងរៀបដូចគ្នាអញ្ចឹងការរៀបចំលំហូរនេះគឺការគិតគូរនេះគឺត្រូវគិតគូរជាពិសេសនៅក្នុងទីក្រុងចាស់របស់យើងទេគិតគូរមកក្រុងភ្នំពេញតែម្ដងផ្លូវណាដែលត្រូវមកទិសផ្លូវណាដែលត្រូវមកវាឆ្ពោះទៅដល់ណាបាទខ្ញុំថានេះគឺជាមធ្យោបាយមួយបន្ថែមទៀតនៅក្នុងគិតគូរហើយតភ្ជាប់មកដូចគ្នាលំហូរពីខាងខេត្តកណ្ដាលពីផ្លូវកវ៉ាត់ក្រុងចូលយ៉ាងម៉េចអីយ៉ាងម៉េចកន្លែងណាដែលរថយន្តធំត្រូវប្រើម៉ោងណាកន្លែងណាដែលរថយន្តដឹកទំនិញអាចមានសិទ្ធិឆ្លងកាត់ហើយឆ្លងកាត់កន្លែងណាអានឹងវាត្រូវការគិតគូរបែបនេះអញ្ចឹងការកសាងសមិទ្ធផលបន្ថែមទៅទីនេះយើងនឹងបន្តមានតទៅទៀតនៅសមិទ្ធផលថ្មីដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋរបស់យើងហើយជាពិសេសការរៀបចំការដឹកជញ្ជូនសាធារណៈគឺជាការដឹកជញ្ជូនរយៈពេលវែងមានបងប្អូនខ្លះគាត់ថាយើងរៀបធ្វើអីឲ្យការដឹកជញ្ជូនសាធារណៈគ្មានមនុស្សប្រើទេមនុស្សចង់ជិះឡានមនុស្សចង់ជិះម៉ូតូចង់ជិះអីលឿនខ្ញុំថាឥឡូវគាត់នៅមានជំរឿនតែពេលណាការចាំបាច់អត់ជំរឿគាត់កាល់កូលេទៅប្រើអាមធ្យោបាយដឹកជញ្ជូនខ្លួនឯងវាថ្លៃវាយូរគាត់នឹងទៅជិះមធ្យោបាយដឹកជញ្ជូនសាធារណៈហើយប៉ុន្តែយើងត្រូវដើម្បីឲ្យតាក់ទាញត្រូវធ្វើម៉េចដែលមធ្យោបាយជិះរួមនេះត្រូវធានាកុំឲ្យកកស្ទះត្រូវធានាធ្វើម៉េចឲ្យគាត់បានល្អជាងបើកខ្លួនឯងបាទព្រោះឥឡូវគ្រាន់តែបញ្ហាយើងចោទគឺថារឿងចតឡានទៅធ្វើការទៅផ្សារបើសិនជាថ្ងៃក្រោយកាន់តែលំបាកចតឡានកាន់តែថ្លៃអញ្ចឹងទៅមកស្រួលមួយចំនួនគេទៅប្រើហើយអញ្ចឹងបើរៀបចំកន្លងនៃឡានសាធារណៈកាន់តែច្រើនកាន់តែល្អពង្រាយឲ្យបានច្រើនព្រោះមធ្យោបាយសាធារណៈគឺមើលភាពជោគជ័យដែលការគិតគូរទី1គឺការគ្របដណ្ដប់បាទបើឡាននឹងរត់តែប្រមាណខ្សែក៏អត់ទៅទេព្រោះជិះទៅដល់នោះត្រូវដើរឬមួយជិះអាតុកតុកដដែលដែរតែបើវាគ្របដណ្ដប់ទៅដល់ជិត
កន្លែងដែលគាត់ចង់ទៅគ្រប់ទាំងអស់អានឹងគាត់ប្រើបើចោះទៅត្រឹមតែ100 200ម៉ែត្រអូខេតែបន្ទុក3 4គីឡូនៅពេញពិបាកណាអញ្ចឹងការពង្រីកនៃការគ្របដណ្ដប់បន្តិចម្ដងថ្ងៃក្រោយនឹងគ្របដណ្ដប់ច្រើនសឹងតែថានៅចិត្តផ្ទះនីមួយយ៉ាងច្រើនកន្លះគីឡូដីគឺមានឡានបោះមួយអាហ្នឹងគឺអាចដោះស្រាយបានហើយថ្ងៃក្រោយរឿងក្រមដីយើងកុំមកគិតពមានលទ្ធភាពកន្លែងណាមួយនៅទីក្រុងចាស់ទីក្រុងថ្មីយើងគិតគូតែបច្ចុប្បន្នរឿងនៅលើដីទី2គឺការកកស្ទះបាទបើយើងជិះឡានក្រុងគឺតលតែយើងថាតម្លៃសោបរំមួយអីមួយចុះប៉ុន្តែតលទៅថាវាលឿនជាងបាទបើជិះឡានក្រុងទៅវាស្ទះជិះម៉ូតូដប់លឿនជាងអញ្ចឹងតែខ្ញុំតែណែនាំកន្លែងទីក្រុងថ្មីសូមគិតពីកន្លងឡានបោះផងបាទកន្លងរថយន្តសាធារណៈបាទនៅក្នុងទីក្រុងថ្មីថ្ងៃមុនខ្ញុំនិយាយមើលអាដាមគុនសៀអង្គញាគុនសៀគាត់បង្កើតទីក្រុង Smart City នៅត្រយម្ខាងគាត់យកប្លង់មកឲ្យខ្ញុំមើលគាត់បានគិតគូរពីការរៀបចំអាកន្លងសម្រាប់ឡានបោះនឹងស្រាប់ខ្ញុំថារៀបអាដឹងត្រូវព្រោះតាមមានកន្លែងមធ្យោបាយដឹកជញ្ជូនស្រួលបួលកន្លែងគេទៅរស់នៅច្រើនអាចលអ្នកទ្របគាត់ក៏ឡើងដែរបាទអញ្ចឹងការគិតគូរនេះគឺជាអ្វីដែលយើងគិតគូរវែងឆ្ងាយ